ทัพภาค2ออกมาประกาศว่านะครับฝั่งกัมพูชาเตรียมพร้อมรบอย่าง100%ខ្ញុំថាចង់និយាយទេបងប្អូនមួយរយៈនេះគឺចង់ស្ងប់អារម្មណ៍ខ្លះប៉ុន្តែអាព័ត៌មានមួយចំនួននោះវាសុកវានោះកែបំពល់មួយថ្ងៃអត់ចេះឈប់អត់ចេះឈរពួកវាមិនអស់ចិត្តទេបងប្អូនទាំងអស់គ្នាទោះវាបានដីប៉ុណ្្នឹងហើយចង់និយាយថាវាមិនសុកចិត្តវានៅតែមិនអស់ចិត្តនឹងខ្ញុំអត់យល់ពួកវាដឹងរបៀបម៉េចមួយថ្ងៃបំពល់តែព័ត៌មានចេះចុះរហូតអាថៃវាថៃចាប់អាគ្នាឯងទៀតឆ្កឹះលិចឆ្កឹះកាត់បកកើតតែចំលោះហើយខ្ញុំវាអត់ធ្មត់មែនទេណាគ្នាឯងថាមួយរយៈនេះថាមិនចង់ឆ្លោះខ្មែរគ្នាឯងទេព្រោះសត្រូវដែលធំបំផុតរបស់ខ្ញុំនៅពេលហ្នឹងគឺចៅសៀមឈ្លានពានបានណាអាពួកនេះវាមិនឲ្យយើងនៅស្ងៀមចង់ឆ្កឹះលិចឆ្កឹះកាត់មិនឲ្យយើងនៅសុកហ្មងអើយជប់កាត់ឥឡូវអ្វីដែលសំខាន់នៅពេលហ្នឹងគឺពួកវាព្យាយាមបំផាំងព័ត៌មានរហូតបងប្អូនអើយយ៉ាងនេះយ៉ាងនោះថាខ្មែរត្រៀមអាវុធថាអញ្ចេះអញ្ចោះនិយាយរួមវាបំផុលនៅក្នុងបណ្ដាញសង្គមរបស់វានៅក្នុងស្រុកថៃហ្នឹងគឺមួយថ្ងៃអត់ឈប់តែម្ដងធ្វើមិនឲ្យវាចង់កំទេចកម្ពុជាហ្មងណាបងប្អូនអញ្ចឹងបានថាអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នហើយអ្វីដែលសំខាន់ចុងក្រោយគឺចង់និយាយថាបើសិនតែយើងខ្សោយហើយបងប្អូនអាសៀមនេះវាជន់អត់ឈប់ទេមិនថាសៀមមិនថាអ្នកណាទេឲ្យតែដឹងថាយើងខ្សោយចំណុចណាមួយហើយគឺវាត្រៀមហើយជន់ហើយបលិចឯងដល់ណាណៃតតែយើងខ្លាំងរឹងមាំដែរបានពួកវាឈប់មើលទៅអញ្ចឹងបងប្អូនទាំងអស់គ្នាបើយើងមិនខ្លាំងទេសង្គ្រាមមួយនេះខ្ញុំគិតថាមិនងាយជាប់ទេមើលទៅនឹងស្រេចតែបងប្អូនគិតយ៉ាងដូចម្ដេចទៀតអានឹងលើបងប្អូនចាស់សម្រាប់ខ្ញុំនៅតែគិតថាសៀមវាមិនចង់បញ្ចប់ទេទោះវាបានប៉ុណ្្នឹងក៏ដោយបាទអញ្ចឹងគ្លីបវីដេអូនេះចែកអំពីប៉ុណ្ណឹងបងប្អូនជម្រាបលា